បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលបានតាមដានវីដេអូយើងខ្ញុំបាទថ្ងៃនេះគឺខ្ញុំមានវីដេអូមួយបាទទាក់ទងនឹងការចាក់សាបហើយរបៀបលាយស៊ីម៉ង់ដែលមានគុណភាពល្អបាទថ្ងៃនេះគឺខ្ញុំមានវីដេអូខ្លីៗទេដើម្បីចែកម្លែកជូនបងប្អូនពីការលាយស៊ីម៉ង់ធ្វើម៉េចឲ្យស៊ីម៉ង់ហ្នឹងមានគុណភាពល្អបាទពីរបៀបលាយស៊ីម៉ង់បាទរបៀបដាក់ថ្មហើយនិងរបៀបលាយខ្សាច់បងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនមានថ្មបាទមានខ្សាច់បើខ្សាច់មិនល្អបាទថ្មក៏មិនល្អស៊ីម៉ង់ក៏មិនល្អដែរបាទអញ្ចឹងការលាយហ្នឹងក៏វាមិនល្អដែរបងប្អូនណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញជូនបងប្អូនខ្លីៗទេពីរបៀបលាយស៊ីម៉ង់អញ្ចឹងស៊ីម៉ង់របស់យើងបាទយើងមានមួយបេតើយើងលាយស៊ីម៉ង់ក្នុងមួយបេតើយើងលាយខ្សាច់ប្រមាណបាទថ្មប្រមាណដើម្បីឲ្យស៊ីម៉ង់របស់យើងមានគុណភាពល្អអញ្ចឹងបាទជាមួយនឹងខ្សាច់បាទជាមួយនឹងថ្មបាទជាមួយនឹងស៊ីម៉ង់បាទ3ប្រភេទហ្នឹងបាទបងប្អូនអាចមើលវីដេអូនេះហើយបាទបងប្អូនអាចនឹងយកទៅធ្វើសម្រាប់តាមហើយស្រុកខ្ញុំនេះបាទការលាយស៊ីម៉ង់នេះបាទគេហៅថាកបាក់បងប្អូនណាបាទគេហៅកបាក់បាទហើយកបាក់មួយហ្នឹងអាចលាយបានស៊ីម៉ង់មួយការុងបាទទឹកខ្សាច់ទាំងថ្មហ្នឹងបានមួយការុងបាទអញ្ចឹងបើសិនជាបងប្អូនលាយយកខ្សាច់បាទយកថ្មស៊ីម៉ង់ហ្នឹងយកទៅលាយនឹងដីបាទអញ្ចឹងធ្វើឲ្យខ្សាច់ថ្មស៊ីម៉ង់របស់យើងហ្នឹងគឺគ្មានគុណភាពទេបងប្អូនណាបាទអត់មានគុណភាពទេហើយអត់មានស្តង់ដារទេបងប្អូនណាបាទអញ្ចឹងបងប្អូនអាចធ្វើបាទជាស្នូកមួយបាទជាស្នូកមួយដើម្បីឲ្យយើងយកខ្សាច់ថ្មស៊ីម៉ង់ហ្នឹងដើម្បីយកទៅដាក់លាយក្នុងនឹងស្នូកហ្នឹងហើយលាយសពបាទគឺយើងយកមកចាក់បាទជាចាក់សាបបានហើយបងប្អូនណាបាទអញ្ចឹងធ្វើឲ្យខ្សាច់ថ្មស៊ីម៉ង់របស់យើងហ្នឹងវាមានគុណភាពល្អហើយទី2បើសិនជាបងប្អូនលាយថ្មខ្សាច់លើសកម្រិតបាទធ្វើឲ្យគុណភាពថ្មខ្សាច់របស់យើងហ្នឹងក៏អន់ថយដែរបងប្អូនណាបាទអញ្ចឹងវាធ្វើឲ្យទិន្នផលបាទម៉ែត្រហ្នឹងបាទគឺវាឡើងលើសកម្រិតបងប្អូនណាបាទឡើងលើសកម្រិតបាទហើយគុណភាពថ្មស៊ីម៉ង់ខ្សាច់ហ្នឹងគឺវាថយគុណភាពបងប្អូនណាបាទវាជាប់អត់បានយូរអញ្ចឹងរបៀបលាយខ្សាច់ថ្មនេះគឺយើងលាយបាទសម្រាប់ការចាក់សាបគឺយើងលាយបានត្រឹមតែ6ទេបងប្អូនណាបាទបានត្រឹមតែ6ឡាំងទេហើយថ្មបាទគឺយើងលាយរហូតដល់7ឡាំងបងប្អូនណាបាទ7ឡាំងគឺល្មមហ្មងបងប្អូនណាបាទហើយស៊ីម៉ង់គឺយើងជ្រើសរើសយកស៊ីម៉ង់ដែលល្អបាទហើយសម្រាប់ខ្សាច់ហ្នឹងក៏យើងជ្រើសរើសយកខ្សាច់ដែលល្អដែរអញ្ចឹងបានស៊ីម៉ង់ល្អខ្សាច់ល្អថ្មក៏ល្អបាទអញ្ចឹងការចាក់សាបរបស់យើងគឺមានភាពធន់បាទបានយូរបាទមិនងាយប្រេះបាទមិនងាយផុយទេបងប្អូនណាបាទអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងបងប្អូនណាបាទមានតែប៉ុណ្្នឹងបាទកុំភ្លេចបាទជួយចុច like ហើយនិងចុច subscribe បាទ channel របស់យើងខ្ញុំម្នាក់មួយផងបងប្អូនណាបាទអញ្ចឹងអរគុណច្រើនបាទបាយបាយបាទជួបគ្នានៅវីដេអូក្រោយ